ចាជំរាបសួរបងប្អូនទាំងអស់គ្នាណាបងប្អូនថ្ងៃបងប្អូនទាំងអស់គ្នាអើយសុខឥឡូវយ៉ាប់ចឹងហើយ សេដ្ឋកិច្ចស្រុកខ្មែរយើងក៏កាន់តែចុះដោយសារតែវាមានសង្គ្រាមចឹងគ្នាអ្នករស់ស៊ីក៏រស់ស៊ីមិនកើតអ្នកធ្វើការអីក៏ធ្វើមិនកើតចឹងហើយមានតែថែទាំសុខភាពទៅបងប្អូនកុំឲ្យសុខភាពយើងទ្រុឌទ្រោមធ្វើឲ្យយើងខកខានការរស់ស៊ីផងការរស់នៅវាបង់ខាតចឹងណាចឹងហើយយើងខំថែសុខភាពហាត់ប្រាណដើម្បីបានសុខភាពបងប្អូនខ្ញុំធ្វើជាប្រចាំចឹងឃើញថាខ្ញុំមិនដែលមានបញ្ហាសុខភាពដែរចឹងបងប្អូនព្យាយាមធ្វើទៅដើម្បីបានសុខភាពយើងទាំងអស់គ្នាទេមានណាជួយយើងកើតទេបងប្អូនមានតែខ្លួនឯងនឹងហើយបើខ្លួនឯងនឹងមិនធ្វើមិនប្រឹងមិនមានអ្នកណាជួយយើងទេណាបងប្អូនចាយើងព្យាយាមទៅដើម្បីបានសុខភាពសំខាន់ណាស់បើយើងគិតថាមិនសំខាន់អានឹងជារឿងរបស់បងប្អូនតែចំណែកខ្ញុំថាសំខាន់ខ្លាំងណាស់បងប្អូនមានអីជួយយើងបានទេគឺមានតែខ្លួនឯងជួយខ្លួនឯងទេហ្នឹងហើយបងប្អូនណាចង់មកហាត់ប្រាណមកហាត់ជាមួយខ្ញុំមកខ្ញុំអត់តែកណាញ់ទេបងប្អូនម៉ានអ្នកក៏ខ្ញុំរៀបចំដាក់ហាត់ប្រាណដែរបងប្អូនហ្នឹងហើយនេះបងស្រីបន្ទាប់ក្រោយខ្ញុំហ្នឹងទ្រោមខ្លាំងណាស់ដើរសឹងថាចង្ហៀនគាត់ដូចចង្ហៀនដែលគិញគក់អញ្ចឹងដើរត្រើកដើររួចទេឥឡូវម៉ែភិលឃើញអត់មើលគាត់ហាត់ពីក្រោយខ្ញុំហើយគាត់អាយុ71 72ហើយកាលមុនដំបូងគាត់ដើរតិចចឹងទេខ្ញុំជាបួលគាត់ថាមកឯងមកហាត់ប្រាណទៅបានវារឹងប៉ឹងឥឡូវគាត់មកហាត់ចឹងទៅឃើញថាបានរបស់គាត់មែនបងប្អូនរឹងប៉ឹងច្រើនណានិយាយទៅបងដែលគាត់អាយុច្រើនឥឡូវរឹងប៉ឹងច្រើនអ្នកបងប្អូនចាដូចខ្ញុំអញ្ចឹងខ្ញុំឲ្យក៏អាយុច្រើនដែរបងប្អូនហើយខ្ញុំ67ហើយអញ្ចឹងខ្ញុំអត់មានកើតជំងឺអីដូចថាយើងទៅពេទ្យជាប្រចាំអីក៏អត់ដែរថ្ងៃហ្នឹងខ្ញុំអត់មានប្រើថ្នាំអីទេគឺខ្ញុំប្រើថ្នាំវីតាមីនស្អីគេថ្នាំលើឈាមដោយសារមហឺមុនហ្នឹងខ្ញុំអត់បានហាត់ប្រាណទៅឈាមឡើងតាំងពីនោះមកពេទ្យថាឲ្យលេបថ្នាំលើឈាមក៏ខ្ញុំចេះតែលេបរហូតមកតថ្ងៃទៅចាមួយខែអស់មកប្រអប់វា30គ្រាប់អញ្ចឹងមួយថ្ងៃមួយគ្រាប់ហើយឈាមខ្ញុំមិនដែលលើសមិនដែលអីទេប៉ុន្តែខ្ញុំនៅតែលេបអញ្ចឹងដោយសារអីថ្នាំលើឈាមមួយគ្រាប់វាព្យាបាលមួយថ្ងៃហ្នឹងគឺវាព្យាបាលយើងបានពេញមួយថ្ងៃហ្នឹងដល់ឡើងស្អែកឡើងវាត្រូវតែយើងត្រូវតែលេបទៀតដោយសារអីដុកទ័រហ្នឹងខ្ញុំស្គាល់គាត់ថាគាត់ក៏លេបដែរហើយថ្នាំដែលគាត់លេបហ្នឹងដូចថ្នាំរបស់ខ្ញុំដែរគាត់បង្ហាញថ្នាំហ្នឹងគាត់ថាហ្នឹងទាបបំផុតខ្សោយខ្លាំងណាស់តែយើងលេបបានដើម្បីដែលយើងបានសុខភាពហើយគាត់ថាត្រូវតែលេបអត់មានអីណាជួយយើងបានទេមានតែប្រើថ្នាំហ្នឹងទៅហើយផ្សំគ្នាជាមួយយើងហាត់ប្រាណអញ្ចឹងណាបងប្អូនចាហ្នឹងហើយបងប្អូនកាលណាយើងធ្វើវាបានផលដែរហ្នឹងហើយខ្ញុំជូនពរបងប្អូនទាំងអស់គ្នាមកថែទាំសុខភាពទៅដើម្បីបានសុខភាពល្អណាបងប្អូនពីព្រោះអីសេដ្ឋកិច្ចយើងឥឡូវក៏វាយ៉ាប់យ៉ឺនដែរបើយើងមិនប្រឹងថែគ្មានអ្នកណាជួយយើងទេបងប្អូនព្យាយាមទាំងអស់គ្នានឹងជូនពរបងប្អូនទាំងអស់សំណាងល្អសុខភាព